កងទ័ពទាំងអស់គ្នាទូស្ដាប់សមរភូមិក្រោយយើងត្រូវច្បាំងឲ្យឈ្នះឲ្យចាប់បកាយប្រជាឲ្យបានអាណាធ្វើផ្លូវយើងសម្រាប់វាចោលអស់ក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គចាស់ជីវិតលើត្បូងសមរភូមិជួមមុខពួកសត្រូវបានវាយកំទេចផែនការពាររបស់ទូលព្រះបង្គំអស់ហើយអ្នកភូមិរស់នៅក្នុងតំបន់នោះទាំងក្មេងទាំងចាស់សត្រូវគ្មានទុកជីវិតឲ្យសំបីតែម្នាក់ប៉ុន្តែទូលព្រះបង្គំមានពិធីមួយអាចស្រោចស្រង់ស្ថានភាពសង្គ្រាមនេះបានគឺការកែងតបខ្មោចដោយតម្រូវឲ្យមានពិធីបូជាជីវិតរបស់ទូលព្រះបង្គំនៅថ្ងៃ15កើតយុគពេញបរមីបើព្រះអង្គគុណព្រះសម្ដេចលើស្នូររន្ទះ3ដងសូមព្រះអង្គលើកតបយើងដែលនៅសេះសល់ទាំងប៉ុណ្ណឹងសម្រាប់ចូលវាបំផ្លាញសត្រូវដោយការតាំងចិត្តអង្អាចនិងមុខមុតរំខានការតាំងចិត្តឲ្យមុខមុតនឹងធ្វើឲ្យតបខ្មោចយើងខ្លាំងក្លាដូចនេះសូមព្រះអង្គទានជ្រាបពីទូលព្រះបង្គំអរយ៉ាងខ្លាំងក្រោកឡើង ក
បញ្ជូនឆ្លើយសឹកទាំងអស់ចូលគុកធំក្រាបថ្វាយបង្គំព្រះកណ្ណាមើលទៅឆាប់បើទៅមុខឲ្យលឿនលោកពិតជាគោរពពាក្យសន្យាមែនប្រាប់ទូលព្រះអង្គទូលបង្គំមិនអាចឲ្យព្រះអង្គយាងជិញ្ច្បាំងតែអង្គឯងទេទូលបង្គំទាំងអស់គ្នាប្រកាសជាមកការពីព្រះអង្គនិងសុខសន្តិភាពរបស់ប្រជាជនទូទាំងប្រទេសយើងពិតជាមានមោទនភាពណាស់ដែលមានមន្ត្រីស្មោះត្រង់និងមេតបអង្គអាចដូចជារូបលោកប្រាប់ទូលព្រះអង្គនេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ទូលបង្គំនិងក្រុមគ្រួសារដែលបានពាក់លីជីវិតនៅក្នុងសង្គ្រាមដើម្បីប្រទេសជាតិនេះភាពស្មោះត្រង់និងសេចក្តីក្លាហានរបស់លោកសម្រាប់ដែនដីសវណ្ណភូមិមួយនេះនឹងត្រូវបានដឹងគុណដោយកូនចៅខ្មែរគ្រប់ជំនាន់